គ្រាន់តែបងប្អូនទាំងអស់គ្នាញ៉ាំទឹកមួយកែវនៅពេលព្រឹកក្រោយពីគេងជួយបងប្អូនរហូតដល់ទៅ10ចំណុចហ្នឹងតើតើនឹងសុខភាពចូលស្ដាប់វីដេអូមួយហ្នឹងរហូតដល់ចំណុចទី10ទាំងអស់គ្នាដើម្បីបានសុខភាពល្អចំណុចល្អទី1តើតើនឹងការដែលបងប្អូនញ៉ាំទឹកមួយកែវពេលព្រឹកគឺវាជួយកាត់បន្ថយការៈឈឺក្បាលឈឺបកាំងពេលណាដែលបងប្អូនឧស្សាហ៍មានបញ្ហាតើតើនឹងការឈឺក្បាលឬក៏ឈឺបកាំងញឹកញាប់ជាយាមញ៉ាំទឹកមួយកែវពេលព្រឹកបងប្អូននឹងអាចកាត់បន្ថយតើតើនឹងបញ្ហានឹងបានចំណុចល្អទី2គឺវាជួយកាត់បន្ថយបញ្ហាគ្រោះនៅក្នុងតម្រងនោមចំណុចល្អទី3គឺជួយប្រព័ន្ធភាពស៊ាំបងប្អូនឲ្យរឹងមាំហើយចំណុចទី4តើតើនឹងជួយពន្លឺការធ្វើការរបស់មេតាបូលីករបស់មនុស្សយើងនឹងគឺឲ្យល្អប្រសើរល្អទី5គឺវាជួយលាងសម្អាតគីមីជាតិពុលនៅក្នុងកាពះរវៀនបងប្អូនមុននឹងបងប្អូនទទួលទាននឹងអាហារពេលព្រឹកចូលចំណុចល្អទី6គឺវាជួយឲ្យស្បែកបងប្អូនមានសំណើមស្បែកស្រស់ថ្លាកាត់បន្ថយការជ្រីវជ្រួញចំណុចល្អទី7គឺជួយទៅដល់ប្រព័ន្ធរំលាយអាហារកាត់បន្ថយការស្អិតកាពះស្អិតពោះវៀននៅថ្ងៃក្រោយហើយចំណុចល្អទី8នៃការញ៉ាំទឹកពេលព្រឹកគឺវាជួយបញ្ចេញជាតិពុលក្នុងរាងកាយហើយចំណុចទី9គឺវាជួយសម្រួលទៅដល់ការបន្តបងប្អូនឲ្យល្អបងប្អូននឹងហើយរាងកាយរបស់មនុស្សយើងត្រូវការជាតិទឹកជាពិសេសជាតិទឹកនៅពេលព្រឹកតែកាលណាបងប្អូនញ៉ាំទឹកចូលទៅគឺវាជួយឲ្យសុខភាពកាពះរវៀនបងប្អូនល្អហើយការបន្តបងប្អូនក៏ល្អដូចគ្នាហើយចំណុចល្អទី10ចុងក្រោយគឺវាជួយកាត់បន្ថយហានិភ័យនៃបញ្ហាមេរោគនៅក្នុងផ្លូវទឹកនោមបងប្អូនគឺបានល្អប្រសើរបងប្អូនដែលស្ដាប់វីដេអូនឹងហើយកុំភ្លេចយកទៅអនុវត្តទាំងអស់គ្នាដើម្បីថែរក្សារាងកាយមួយនេះឲ្យសុខភាពល្អហើយកុំភ្លេចជួយចុច share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មានសុខភាពនឹងគ្រប់គ្នា